ជំរាបសួរពុកម៉ែបងប្អូនសាជាថ្មីម្ដងទៀតថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនមកផ្លែកម្ដងជាមួយនឹងអានឹងគេហៅថាកថាពន្ធប៉ុន្តែធាតុពិតជាក់ស្ដែងមិនដឹងថាហៅអីពិតប្រាកដទេប៉ុន្តែបើខ្ញុំវិញខ្លួនឯងគឺហៅថាថ្មហ្នឹងហើយថ្មប៉ុន្តែបងអានឹងរបស់លោកសំទោសព្រះអង្គលោកមានសង្កត់ថានឹងជាកថាពន្ធបាទកថាពន្ធគឺអ្នកខ្លះមានលក្ខណៈដូចជាអង្កាំតូចអញ្ចឹងណាបាទប៉ុន្តែនេះគឺលក្ខណៈធំតែម្ដងហើយសាច់រាងថ្លាស្រួយបាទហើយធ្វើប្រភេទហ្នឹងខ្ញុំសុំហៅថាថ្មទៅចុះបាទសាងពីថ្មប្រភេទហ្នឹងគឺយើងចាំបាច់ត្រូវតែដាក់ទឹកបាទហ្នឹងហើយដាក់ទឹកបែបចឹងពុកបងប្អូនណាដាក់ចឹងមកហើយថ្មហ្នឹងគឺរឹងហើយស្រួយបាទរឹងស្រួយថ្មខ្លះរឹងស្វិតប៉ុន្តែហ្នឹងគឺលក្ខណៈរឹងហើយស្រួយបាទហើយប្រើម៉ូទ័រគឺម៉ូទ័រហ្នឹងទើបមិនកំងមកដែរក្បាលម៉ូទ័រហ្នឹងគឺសម្រាប់ប្រើតែថ្មទេដោយសារតែល្បឿនរបស់វាមិនសូវវិលលឿនញាប់ប្រហែលទេប៉ុន្តែវាធន់នឹងកម្លាំងអូសយើងសង្កត់ល្មមគឺអត់អីទេបាទហើយដែលឡែសម្រាប់ម៉ូទ័រពណ៌ខៀវនេះវិញក្បាលម៉ូទ័រពណ៌ខៀវនេះវិញគឺកម្លាំងវិលលឿនប៉ុន្តែវាខ្សោយក្នុងការមានន័យថាយើងសង្កត់ណាបាទប៉ុន្តែក្នុងចំណោមម៉ូទ័រវាខ្សោយសម្រាប់តែគ្នាវាពីរគ្រាប់នឹងទេមានន័យថាមួយក្បាលធ្វើពីជ័រប៉ុន្តែមួយទៀតក្បាលធ្វើពីដែកហ្នឹងតួដែកហ្នឹងគឺមានន័យថាវាខ្សោយសម្រាប់យើងយកមកប្រៀបជាមួយគ្នាវាប៉ុន្តែបើសិនជាយើងយកទៅប្រៀបជាមួយនឹងម៉ូទ័រឆ្លាក់រូបផ្សេងដូចជាពួក strong ពួកម៉ូទ័រព្យួរពីលើប្រើខ្សែហ្នឹងគឺខ្ញុំចង់ណែនាំពុកបងប្អូនថាប្រើម៉ូទ័រប្រភេទហ្នឹងទៅល្អច្រើនជាងពីព្រោះខ្ញុំបានឆ្លងកាត់រួចហើយធ្វើបទពិសោធន៍ផ្ទាល់រៀនធ្វើផ្ទាល់ពីមុនមកខ្ញុំប្រើ strong បាទ strong ប៉ុន្តែអត់បានទេគុណភាពនឹងចាញ់ម៉ូទ័រប្រភេទហ្នឹងទេពួកម៉ូទ័រប្រភេទហ្នឹងគឺល្អប្រើច្រើនហើយកន្លែងដែលត្រូវខូចដូចជំរាបអញ្ចឹងគឺមានតែបដាងទេហើយអត់មានជូងទេម៉ូទ័រហ្នឹងបាទអូខេហ្នឹងហើយបងប្អូនហើយបង្ហាញពីវីដេអូឆ្លាក់រូបប៉ុន្តែទៅនិយាយពីម៉ូទ័រហ្នឹងហើយគ្រាន់តែចែករំលែកបន្តិចអំពីម៉ូទ័រទេបងប្អូនចង់ជាវក៏បានដែរចង់រកទិញក៏បានដែរអាចទៅមកខ្ញុំបានផ្ទាល់សួរនាំក៏បានដែរអត់អីទេបាទអូខេដែលឥឡូវយើងវិលមកមើលរូបវិញម្ដងបាទរូបហ្នឹងគឺខ្ញុំសាងជារូបបើជាឈ្មោះទូទៅគេហៅថាព្រះវិស្ណុប៉ុន្តែបើសិនជាពុកម៉ែបងប្អូនដែលអញ្ជើញមកលេងខេត្តសៀមរាបបានអញ្ជើញទៅលេងអង្គរវត្តគឺហៅថាតារាជបាទលោកតារាជចង់ភ្លេចអ្នកសៀមរាបប៉ុន្តែអត់សូវចាំឈ្មោះលោកតារាជចង់ភ្លេចសំទោសពុកម៉ែបងប្អូនផងបាទនឹងគេហៅថាលោកតារាជប៉ុន្តែរូបហ្នឹងជាក់ស្ដែងគឺជារូបព្រះអង្គព្រះវិស្ណុទេបាទជាព្រះអង្គព្រះវិស្ណុទេហើយប្រវត្តិនៃការហៅថាជាលោកតារាជដូចជាមានប្រវត្តិផ្សេងមួយទៀតដែលតាក់ទងជាមួយនឹងព្រះអង្គព្រះវិស្ណុនឹងតាក់ទងមកផ្សេងមួយទៀតខ្ញុំមិនសូវជាចាំទេពីព្រោះដឹងដែរប៉ុន្តែដឹងសពិលកាលណាទៅនិយាយទៅខ្លាញ់ខុសអញ្ចឹងកុំនិយាយអីល្អជាងសម្រាប់ពុកម៉ែបងប្អូនដែលចង់ដឹងចង់ឮអំពីប្រវត្តិថាមូលហេតុអីបានជារូបសំណាករបស់ព្រះវិស្ណុប៉ុន្តែមិនបានហៅតារាជពុកម៉ែបងប្អូនអាចសាកសួរមើលអំពីរឿងលោកតារាជហ្នឹងនៅជាមួយនឹងចាស់ទុំដែលលោកនៅយាមនឹងគោផ្ទាល់ពិសេសនៅកន្លែងព្រះវិស្ណុនឹងតែម្ដងឬមួយក៏លោកតារាជតែម្ដងបាទអូខេណាបងប្អូនយើងធ្វើបណ្ដើហើយស្ដាប់ខ្ញុំនិយាយលេងបណ្ដើហើយបងប្អូនកុំភ្លេចមើលពីຂ្នាតផងបាទដោយសារតែរូបនីមួយដែលខ្ញុំធ្វើគឺខ្ញុំផ្ដោតទៅសំខាន់គឺរឿងຂ្នាតតែម្ដងបាទពីព្រោះមានតែຂ្នាតទេទើបយើងធ្វើទៅបានស្មើដៃហើយមើលទៅមិនវែងមិនខ្លីចឹងនិយាយចឹងមើលធ្វើទៅវាសមតែម្ដងសមសួន
ធ្វើទៅសំភ្នែកសំកម្ពស់សំរូបសំរៀងនិយាយចាំទៅឲ្យតែយើងមានຂະຫນាតធ្វើយើងចិត្តអំពីຂະຫນាតបន្តិចយើងសក់ចិត្តចំណាយពេលបន្តិចចំណាយពេលគូຂະຫນាតហើយវាស់ຂະຫນាតឲ្យបានត្រឹមត្រូវគឺប្រសើរជាងយើងធ្វើយ៉ាងណាឲ្យលឿនតែកាលណាយើងធ្វើឲ្យលឿនភាគច្រើនធ្វើបានទាំងអស់គ្នាប៉ុន្តែអ្វីដែលមិនសូវបានល្អហ្នឹងគឺទម្រង់នៅពេលណាដែលចេញជារូបរាងហើយពេលដែលចេញរូបរាងហើយបើសិនជាអ្នកដែលគាត់ចិត្តចង់ពីຂະຫນាតវិញយើងជាអ្នកឆ្លាក់ជាយើងជាអ្នកឆ្លាក់ខ្លួនយើងគឺយើងពិបាកត្រង់ថាពេលជួបអ្នកដែលគាត់ជំនាញខាងຂະຫນាតគាត់គ្រាន់តែកលេសមើលរូបយើងគាត់ក៏ដឹងថារូបហ្នឹងខុសបែបម៉េចបាត់ហើយធំយ៉ាងម៉េចតូចយ៉ាងម៉េចទាបយ៉ាងម៉េចខ្លីយ៉ាងម៉េចគាត់ដឹងអំពីຂະຫນាតពីព្រោះបើគាត់សិក្សាពីຂະຫນាតបានច្បាស់លាស់ដូចយើងជាអ្នកធ្វើដែរគាត់ដឹងអញ្ចឹងហើយបានតែខ្ញុំតែងតែជម្រាបទៅដល់បងប្អូនថាសូមយកចិត្តទុកដាក់បន្តិចចុះអំពីຂະຫນាតសក់ចិត្តចំណាយពេលយូរបន្តិចចុះដើម្បីធ្វើឲ្យបានស្អាតយើងតតែចំណាយពេលបន្តិចបាទហើយតម្លៃវិញតាកតងរឿងតម្លៃអាស្រ័យលើពុកបងប្អូនឬមួយក៏ជាជាងជាមួយនឹងអ្នកដែលគាត់យកវត្ថុធាតុដើមទៅឲ្យជាងធ្វើយើងជជែកតម្លៃគ្នាឲ្យត្រូវរួចហើយជាងចាំបាច់ត្រូវតែទទួលខុសត្រូវនៅរឿងហ្នឹងពីព្រោះថាមិនមែនអង្គថានិយាយតម្លៃត្រូវហើយគឺថាស្រាប់តែដល់ពេលចេញទៅវិញទៅគឺថាតម្លៃរៀងថោកដល់ហើយដល់អញ្ចឹងដល់ពេលគិតអញ្ចឹងថាតម្លៃរៀងថោកអញ្ចឹងក៏ជិលយកចិត្តទុកដាក់ធ្វើយកឲ្យហើយទៅនឹងយើងកុំធ្វើយើងជាជាងយើងកុំអីណាពីព្រោះថាតែកាលណាយើងធ្វើដេញតាមលុយអ្នកដែលបញ្ហាជាងគេគឺខ្លួនយើងពីព្រោះខ្ញុំបានឆ្លងកាត់ហើយរៀនជាច្រើនហើយនឹងមើលពីសម័យជាងដែលឆ្លាក់ដូចគ្នាពីមុនមកជាច្រើនដូចកូនគ្រូខ្ញុំអីនឹងអីហើយសិស្សរួមគ្រូជុំគ្នាកាលសម័យនៅរៀនដូចគ្នាដោយសារតែគាត់មិនបានយកចិត្តទុកដាក់រឿងຂະຫນាតហ្នឹងឯងអត់បានយកចិត្តទុកដាក់នឹងពេលវេលាធ្វើយ៉ាងណាឲ្យបានស្អាតហ្នឹងឯងពេលដែលក្រោយមកទៀតគឺអ្នកដែលគាត់សក់ចិត្តចំណាយពេលរឿងຂະຫນាតរឿងធ្វើឲ្យស្អាតរឿងសក្រិតនឹងអញ្ចឹងពេលដែលចំណេរក្រោយមកទៀតរាប់ឆ្នាំមកទៀតទើបយើងដឹងថាអ្នកដែលគាត់ជៀសខ្ជាយជាមួយនឹងຂະຫນាតជាមួយនឹងពេលវេលាដែលថាចង់ឲ្យតែលឿនហ្នឹងគឺគាត់អត់សូវសម្បូរការងារធ្វើទេបាទអត់សូវសម្បូរទេហើយទោះបីថាមានការងារធ្វើក៏ដោយប៉ុន្តែកម្រៃនឹងការរកចំណូលរបស់គាត់គឺចាញ់អ្នកដែលធ្វើត្រូវតាមក្បួនតាមຂະຫນាតពីព្រោះថាអ្នកដែលសក់ចិត្តចំណាយពេលចំណាយពេលធ្វើហើយនឹងចំណាយពេលដើម្បីលម្អិតអំពីຂະຫນាតគឺឃើញពួកគាត់មានការងារធ្វើច្រើនហើយនឹងចំណូលរបស់គាត់រកកម្រៃពីការឆ្លាក់របស់គាត់ឃើញថាមានចំណូលចូលបានគ្រាន់បើជាងអ្នកដែលគាត់ធ្វើឆិនឆៃយកបាទអញ្ចឹងបានជាខ្ញុំតែងតែជម្រាបដល់ពុកម៉ែបងប្អូនអ្នកដែលបានរៀនឬមួយក៏បងប្អូនដែលចាប់អាជីពជាអ្នករៀនអញ្ចឹងខ្ញុំគិតថាគួរតែចំណាយពេលអំពីការងាររបស់យើងឲ្យសក្រិតឲ្យច្បាស់លាស់ដូចលោកតាក្រុងងុយលោកថាអញ្ចឹងណាគាត់ថាចេះអ្វីចេះឲ្យប្រកបអីខ្ញុំបានចាំច្បាស់ល្អទៀតណាហើយចេះឲ្យប្រកបប្រាក់រត់តាមហៅបាទត្រង់កន្លែងហ្នឹងកាលពីខ្ញុំនៅតូចមិនមែនតូចណាស់ណាទេអញ្ចឹងនិយាយថាអាយុ10-20ឆ្នាំហើយហ្នឹងបានរៀនហើយឮនិយាយនៅក្នុងសៀវភៅខ្លះអត់យល់ពាក្យហ្នឹងទេអត់យល់ថាចេះឲ្យប្រកបប្រាក់រត់តាមហៅអត់យល់ទេពីព្រោះគិតតែម្យ៉ាងគឺថាដូចជាអានទៅដូចជាអត់មានអ្វីដែលថាតាកទាញចិត្តសោះគឺថាដូចជាធម្មតាហ្នឹងអញ្ចឹងណាបាទតលតែមកដល់ពេលនេះពេលតែធំហើយមានគ្រួសារហើយព្យាយាមអានសៀវភៅអានអីខ្លះទៅទើបយល់ថាចេះឲ្យប្រកបប្រាក់រត់តាមហៅទើបដឹងថាការពិតគេចង់និយាយឲ្យយើងព្យាយាមសង្កត់ពេលវេលាព្យាយាម
ឲ្យអស់កម្លាំងកាយចិត្តតាមតែយើងអាចធ្វើទៅបានហើយធ្វើអីមួយឲ្យសក្រិតឲ្យច្បាស់លាស់អញ្ចឹងបានថាពេលដែលយើងចេះច្បាស់លាស់ហើយទោះបីតែយើងទៅដល់កន្លែងណាក៏គេតាមរកយើងដែរទើបខ្ញុំដឹងថាកន្លែងហ្នឹងតើទើបថាចេះឲ្យប្រកាសប្រាក់រត់តាមហៅបាទដូចបើនិយាយពីជាងម៉ូតូវិញក៏ដូចគ្នាដែរនិយាយចំទៅអាជីពមួយហ្នឹងចេះប្រកាសប្រាក់រត់តាមហៅហ្នឹងគឺភាគច្រើនគឺតាក់ទងនឹងរឿងជំនាញតែម្ដងមិនថាជំនាញអ្វីទេជំនាញឆ្លាក់រូបជំនាញគូគំនូរជំនាញអឺបៀកស៊ីម៉ង់ជំនាញកាត់ក្បាច់ជំនាញដូចជាជំនាញជាងខាងម៉ូតូជំនាញខាងភ្លើងអីហ្នឹងឲ្យតែច្បាស់លាស់ហើយធ្វើការឲ្យម៉ត់ចត់ឲ្យគេគឺទោះបីតែទៅដល់កន្លែងណាក៏គេតាមរកណាគេស្វែងរកណាលេខទូរស័ព្ទអីទៅចង់ឲ្យជាងនឹងមកជួយធ្វើឧទាហរណ៍ថាតាក់ទងរឿងភ្លើងហ្នឹងចិត្តឃើញថាជាងនឹងគាត់ប្រកែគាត់រៀបភ្លើងមិនឲ្យម្ចាស់ផ្ទះព្រួយបារម្ភគាត់ប្រកែរៀបគាត់សក់ចិត្តចំណាយពេលបន្តិចគាត់រៀបឲ្យយើងស្អាតតែម្ដងចាំមើលថ្ងៃណាជាងនេះធ្វើអីនៅកន្លែងណាចាំតាក់ទងលេខទូរស័ព្ទឲ្យគាត់មកធ្វើផ្ទះយើងម្ដងហ្នឹងណាឃើញទេដល់ពេលអញ្ចឹងឯងបាននេះចាស់លោកគាត់ថាចេះឲ្យប្រកាសប្រាក់រត់តាមហៅបាទហើយដូចខ្ញុំហ្នឹងមិនប្រកាសទេចង់និយាយថាមិនសូវច្បាស់លាស់ប្រហែលទេត្រឹមតែអាចធ្វើបានប៉ុន្តែពុកម៉ែបងប្អូនដោយសេចក្តីស្រឡាញ់ដោយការជឿជាក់គាត់ចេះតែផ្ញើអីវ៉ាន់មកឲ្យឆ្លាក់រហូតមកបានតិចតួចឆ្លាក់ផងអីផងនឹងហើយក៏បានថតវីដេអូដើម្បីបង្ហាញជូនពុកម៉ែបងប្អូនទៅបាទអូខេហ្នឹងហើយពុកម៉ែបងប្អូនវីដេអូរបស់បងប្អូនមានតែប៉ុណ្្នឹងទេបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍ចង់ឆ្លាក់ចង់ពឹងឲ្យជួយឆ្លាក់ជួយអីបងប្អូនអាចទាក់ទងតាមលេខទូរស័ព្ទនៅលើអេក្រង់ហ្នឹងឬមួយក៏តាម Telegram នឹងតែម្ដងមកបងប្អូនអាចសាកសួរបានដំណឹងគ្រប់ប្រភេទតាមរូបអ្វីផ្សេងដែលបងប្អូនចង់សាងបាទពីខ្ញុំបាទអាយុនសូមអរគុណសូមជម្រាបលាសុខសប្បាយគ្រប់គ្នាបាទសូមជម្រាបលា